សំឡេងខ្មែរម្ចាស់ស្រុកស្ថានីយ៍វិទ្យុសំឡេងខ្មែរម្ចាស់ស្រុកសូមស្វាគមន៍លោកអ្នកនាងមនស្ដាប់ពីរដ្ឋធានី Washington សហរដ្ឋអាមេរិកតំណាងអតីតយុទ្ធជនអាមេរិកបណ្ឌិត Grant McClure បានថ្លែងទទួលស្គាល់ជាតិសាសន៍ទាំងអស់ដែលរួមដៃធ្វើចម្បាំងជាមួយទាហានអាមេរិកប្រឆាំងនឹងទ័ពព្រៃកុម្មុយនីសយួនខាងជើងនិងយួនយេកុងក្រៅពីនេះអង្គការមនុស្សធម៌យុទ្ធជនអាមេរិកឈ្មោះ Counterpart បានរៀបចំឲ្យមានការដាក់កម្រងផ្កាលើភ្នូរនិងពិធីដាំដើមឈើជានិមិត្តរូបនៃការលូតលាស់រស់រានជីវិតតទៅអនាគតអង្គការនេះផ្ដល់ឱកាសឲ្យមេដឹកនាំជាតិសាសន៍នីមួយៗដែលចូលរួមថ្លែងសុន្ទរកថានិងសូត្រកំណាព្យជាភាសាជាតិរៀងៗខ្លួនក្នុងនាមជាតំណាងរបបសាធារណរដ្ឋខ្មែរក្នុងពិធីនោះដោយហេតុថាលោកស្រីបណ្ឌិតច័ក្សខុនប្រធានចលនាខ្មែរម្ចាស់ស្រុកពិភពលោកធ្លាប់ធ្វើជាជំនួយការទ្រង់ស៊ីសវ័តសិរិមតៈមេដឹកនាំសាធារណរដ្ឋខ្មែរមួយរូបនិងជាហេរ៉ាញឹកនៃគណៈបក្សសាធារណរដ្ឋនាសម័យនោះលោកស្រីបណ្ឌិតច័ក្សខុនបានថ្លែងសុន្ទរកថាតាមការអញ្ជើញរបស់បណ្ឌិត Grant McClure ដែលមានសូរសៀងនឹងការបកប្រែដោយតទៅនេះ Dr. McClure, on behalf of Khmer Machasrok worldwide and on behalf of the Khmer Republic regime from 1970 to 1975, I have the honor todayលោកបណ្ឌិតប្រធានអង្គការ Counterpart ក្នុងនាមចលនាខ្មែរម្ចាស់ស្រុកពិភពលោកនិងក្នុងនាមសាធារណរដ្ឋខ្មែរពីឆ្នាំ1970ដល់1975ខ្ញុំមានកិត្តិយសជាពន្លឹកថ្ងៃនេះដែលបានមកចូលរួមជាមួយលោកដើម្បីសម្ដែងគិរវកិច្ចនិងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅដោយវិញ្ញាណក្ខន្ធយុទ្ធជនយុទ្ធនារីដ៏ក្លាហានដែលត្រូវបានគេនាំមកបញ្ចុះនៅចំពោះមុខទាំងអស់គ្នានេះគេបានធ្វើពលកម្មបូជាជីវិតក្នុងសង្គ្រាមប្រឆាំងនឹងយួនកុម្មុយនីសដើម្បីការពារលទ្ធិប្រជាធិបតេយ្យសេរីភាពនិងលើកស្ទួយសន្តិភាពជានិរន្តរ៍ដល់ជាតិសាសន៍ទាំងឡាយនៅអាស៊ីអាគ្នេយ៍យោធាអាមេរិកបានស្ម័គ្រចិត្តធ្វើអន្តរាគមន៍នៅឥណ្ឌូចិនដើម្បីទប់ស្កាត់ការរីករាលដាលនៃលទ្ធិកុម្មុយនីសនៅតំបន់នេះឈ្មោះរបស់គេទាំងអស់គ្នាត្រូវបានចារឹកប្រកបដោយកិត្តិយសលើផ្ទាំងសិលាដ៏ថ្លៃថ្លាសម្រាប់តែវីរបុរសនៃមនុស្សជាតិថ្ងៃនេះពិធីនេះបានបំផុសស្មារតីយើងឲ្យនឹកដល់ដើមទសវត្សរ៍1970ដែលពេលនោះកម្ពុជាកំពុងស្ថិតនៅជាប្រទេសដោយឋានសួគ៌លោកីនៅអាស៊ីអាគ្នេយ៍នៅឡើយនោះកម្ពុជាបានធ្លាក់ទៅក្នុងសង្គ្រាមនៅពេលទ័ពព្រៃកុម្មុយនីសយួនខាងជើងនិងយេកុងប្រើប្រាស់ទឹកដីខ្មែរដើម្បីវាយប្រហារកងទ័ពអាមេរិកក្នុងទឹកដីយួនខាងត្បូងនៅពេលនោះក្រោមកិច្ចដឹកនាំរបស់សេនាប្រមុខលន់នល់និងទ្រង់ស៊ីសវ័តសិរិមតៈពលរដ្ឋខ្មែរគ្រប់ស្រទាប់មានសិស្សសាលាគ្រូបង្រៀនបរិសុទ្ធស្ត្រីកសិករនិងកម្មករងើបឈរព្រមគ្នាដើម្បីប្រឈមទប់ទល់នឹងកងកម្លាំងកុម្មុយនីសដែលកាន់កាប់ទឹកដីខ្មែរខ្ញុំចាំបានថាចន្លោះឆ្នាំ1970និង1975កងទ័ពអាមេរិកបានសម្រេចកិច្ចក្នុងបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពដើម្បីការពារពលរដ្ឋខ្មែរហើយបង្ខំឲ្យកងកម្លាំងកុម្មុយនីសយួនខាងជើងនិងយួនយេកុងចេញពីប្រទេសកម្ពុជាពេលនេះព្រលឹងនៃវីរបុរសទាំងអស់នេះតំណាងឲ្យសេចក្តីស្នេហាសេរីភាពលទ្ធិប្រជាធិបតេយ្យសន្តិភាពនិងកិច្ចការពារព្រមទាំងការគោរពសិទ្ធិមនុស្សទូទាំងសកលលោកថ្ងៃនេះជាថ្ងៃពិសេសបំផុតនៅចំពោះមុខភ្នូរសពវីរៈជនរាប់សែនខ្ញុំសូមជូនសារពិសេសមួយថាមកទល់ពេលនេះពលរដ្ឋខ្មែរនៅតែបន្តរងគ្រោះក្រោមរបបគ្រប់គ្រងបែបកុម្មុយនីសដដែលអ្វីត្បិតតែមានការតស៊ូរបស់យើងរហូតដល់ស្លាប់រាប់មិនអស់យ៉ាងណាក្តីខ្ញុំសូមជម្រាបលោកថានៅកម្ពុជាការតស៊ូមិនទាន់ចប់នៅឡើយទេយើងបានសម្រេចបន្តបេសកកម្មរបស់យើងពីព្រោះយើងដឹងដោយរូបលោកដែរថាសេរីភាពមិនមែនបានមកដោយឥតបង់ថ្លៃអ្វីនោះទេយើងសោកស្ដាយឥតកណនីក្រោយ40ឆ្នាំនៃកិច្ចប្រឹងប្រែងបដូរជីវិតជីវភាពនៅស្រុកខ្មែរមិនបានល្អប្រសើរសម្រាប់ពលរដ្ឋខ្មែរឡើយថ្ងៃនេះនៅចំពោះមុខលោកខ្ញុំសូមសម្ដែងនៅកតញ្ញូដ៏ស្មោះស្ម័គ្របំផុតប្រកបដោយការគោរពដ៏ធំធេងចំពោះសេចក្តីក្លាហានដែលអស់លោកទាំងអស់គ្នាបង្ហាញលើខ្លួនអស់លោកក្នុងការប្រយុទ្ធដើម្បីការរស់នៅដល់មនុស្សជាតិជាពិសេសដល់ពលរដ្ឋខ្មែរជាមួយគ្នានេះខ្ញុំសូមស្នើលោកឲ្យវិលមកជួយពួកយើងវិញដើម្បីស្វែងរកមាគ៌ាត្រឹមត្រូវដែលនាំពលរដ្ឋខ្មែរទៅរកលទ្ធិប្រជាធិបតេយ្យពិតៗនិងសេរីភាពពេញលេញនៅប្រទេសកម្ពុជាខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អស់លោកខ្ញុំស្លាប់ទៅហើយតែប្រលឹងណែឈាមខ្ញុំអើយស្រែកហើយ
ឲ្យអស់ឈាមថោកចង្រៃ